ខ្ញុំចាយលុយអស់ប្រហែល$10000បើកអាជីវកម្មថ្មីតែបែរជាគ្មានភ្ញៀវសោះធ្លាប់ឮមែនអត់អំពីរឿងរ៉ាវបែបនេះគឺដោយសារតែមុនបើកអាជីវកម្មអ្នកប្រហែលជាអង្គុយទាយអំពីឥរិយាបថអាកប្បកិរិយានិងតម្រូវការអតិថិជនគោលដៅរបស់អ្នកមានសហគ្រិនថ្មីប្រហែល 90% ដែលបរាជ័យដោយសាររឿងនេះថ្ងៃនេះខ្ញុំណែនាំទាំងអស់គ្នាឲ្យស្គាល់វិធីសាស្ត្រមួយដែលអ្នកគួរអនុវត្តពេលបើកអាជីវកម្មថ្មីថ្មោងវិធីសាស្ត្រនេះមានពាក្យតែ3ម៉ាត់ទេគឺបង្កើតវាស់វែងនិងរៀនសូត្របង្កើតគឺការធ្វើផលិតផលឬសេវាកម្មគំរូសាកល្បងដោយចាយលុយតិចបំផុតមួយចំនួនតូចដើម្បីធ្វើតេស្តទីផ្សារវាស់វែងគឺការយកផលិតផលឬសេវាកម្មគំរូទៅលក់ឲ្យអតិថិជនគោលដៅមួយក្រុមតូចរួចប្រម៉ូទទិន្នន័យត្រឡប់ពីអតិថិជនទាំងនោះរៀនសូត្រគឺការយកទិន្នន័យពីការវាស់វែងខាងលើមកវិភាគរៀនសូត្រថាតើអ្នកគួរទៅមុខទៀតកែលម្អឬបោះបង់ចោលជាជាងការចាយលុយច្រើនហើយគ្មានភ្ញៀវមែនអត់វិធីសាស្ត្រនេះគេហៅថា The Lean Startup